សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបខ្ញុំជាថ្មីម្ដងទៀតហើយនៅរឿងនិទានខ្មែរដែលមានចំណងជើងថាធ្នូសព្រះខ័នទិព្វដើម្បីមកបំពេអ្នកទាំងអស់គ្នានៅក្នុងពេលរាត្រីតែមុននឹងចូលដល់សាច់រឿងក៏សូមជួយ Subscribe និង Follow Page ម្នាក់មួយជាយូរលង់ណាស់មកហើយមានស្ដេចកេណរមួយព្រះអង្គព្រះនាមឧត្តររាជគ្រងរាជក្នុងមហានគរឧបលលើឋានកៃលាសទ្រង់មានព្រះមហេសីមួយព្រះអង្គព្រះនាមសុនរីជាធំលើកេណរទាំងអស់ព្រះបាទឧត្តររាជមានកេណរីជាព្រះកោរិនីមួយព្រះនាមសុភ័ន្តាមិនទាន់មានព្រះស្វាមីថ្ងៃមួយព្រះនាងសុភ័ន្តាមានព្រះតីអបសុខក៏ទូលាព្រះរាមទៅក្រសាលព្រៃហេមពៀនព្រះនាងបានហោះហើរទៅដល់មហាស្រះមួយដេដាស់ទៅដោយបុទុមជាតិប្រានពោហើយទ្រង់មានដោះស្លាបនិងគ្រឿងអលង្ការទុកនៅលើមាត់ស្រះរួចចុះទៅងូតទឹកបេះផ្កានានាប្រដាប់កាយច្រៀងកំសាន្តយ៉ាងសប្បាយតែអង្អែងកាលនោះមានព្រានព្រៃម្នាក់បរបាញ់រឹកបានដើរមកមហាស្រះនោះឯនាងកេណរីក្រឡេកឃើញព្រានព្រៃផិតភ័យបានលោបលាក់ខ្លួនពួនអាត្មានៅក្រោមស្លឹកឈូកព្រានព្រៃឃើញគ្រឿងអលង្ការដល់ថ្លៃថ្លារកម្ចាស់ពុំឃើញក៏រើសយកទៅទាំងអស់ហើយត្រឡប់ទៅគេហដ្ឋានវិញលុះនាងកេណរីសុភ័ន្តាឡើងពីស្រះមកលើគោកក៏បាត់ស្លាបនិងគ្រឿងអលង្ការក៏យំសោកសង្រេងដោយប្រការផ្សេងព្រះនាងបានឡើងដើមឈើធំមួយដើម្បីលាក់ខ្លួនពួនលើត្រកៀបឈើយំខ្សឹបខ្សួលតាំងពីបឋមយាមដល់រាបដល់អរុណរះកាលនោះមានមហាក្សត្រមួយព្រះអង្គព្រះនាមចេតរាជគ្រងរាជនៅវិទេហនគរបានចេញទៅពពាតព្រៃជាមួយនឹងបរិវារទ្រង់ឲ្យបោះទ័ពចំណតនៅកន្លែងមួយនាកណ្ដាលទ្រូងព្រៃកាលនោះមានរុក្ខទេវតាមួយព្រះអង្គបាននិមិត្តជាមរឹកមាសបង្ហាញរាងនៅចំពោះព្រះភ័ក្ត្រព្រះអង្គលុះទ្រង់ទតឃើញសត្វនោះភ្លាមក៏សពព្រះរាជហារតីណាស់ទើបឡើងជិះសេះដេញចាប់មរឹកមាសបានបោលចូលទៅដល់មហាស្រះនោះភ្លាមក៏បាត់រូបទៅព្រះរាជាទ្រង់ឆ្ងល់នឹងសត្វនោះណាស់ខំរកមើលដានជើងក៏មិនឃើញទើបទ្រង់រកមើលលើដើមឈើក្រែងសត្វនោះសងំលាក់ខ្លួនស្រាប់តែទ្រង់ទតឃើញនាងកេណរីមានរូបឆោមព្រឹមព្រៃទៅវិញទើបទ្រង់ត្រាស់សួរថានាងជាកូនចៅអ្នកណាហើយស្រុកទេសនៅឯណាហេតុអ្វីបានជាមកនៅក្នុងព្រៃស្ងាត់ជ្រងំតែម្នាក់ឯងដូច្នេះនាងកេណរីបានថ្លែងសេចក្តីតាមដំណើររបស់នាងសពគ្រប់ដល់ព្រះអង្គព្រះរាជាទតឃើញដូច្នេះក៏ទ្រង់សពព្រះរាជហារតីណាស់ទើបទ្រង់លួងលោមនាងដោយមេត្រីស្នេហាបន្ទាប់ពីទ្រង់ជ្រាបថាព្រះនាងមិនទាន់មានព្រះស្វាមីទ្រង់ក៏បញ្ចេះព្រះនាងលើខ្នងសេះហើយយាងត្រឡប់មកព្រះពន្លារួចទ្រង់លើកពលសេនាត្រឡប់ទៅព្រះនគរវិញទ្រង់បានអភិសេកនាងកេណរីជាមហេសីធំលើសស្នំស្រីងាទាំងឡាយតាំងពីទ្រង់បានរួមរស់មេត្រីស្នេហាជាមួយនាងកេណរីសុភ័ន្តាទេវីមកទ្រង់ភ្លេចនឹកនាដល់ស្រីស្នំឯទៀតរហូតដល់ព្រះនាងខែមាទេវីជាមហេសីដើមកើតសេចក្តីច្រណែននឹងនាងសុភ័ន្តាទើបព្រះនាងខែមារកទោសកំហុសនាងសុភ័ន្តាដើម្បីបណ្ដេញចេញពីព្រះរាជឋាន
ច្រើនខែកន្លងមកព្រះនាងខែម៉ាបានអញ្ជើញគេឲ្យទៅហៅព្រានហោចូលគាល់ព្រះនាងបានប្រទានមាស 1000 ដំឡឹងហើយស្នើការអាកំបាំងឲ្យព្រានជួយធុរៈបើការនេះបានសម្រេចការណាទ្រង់នឹងប្រទានទ្រព្យធនច្រើនជាងនេះទៅទៀតព្រាហ្មណ៍ទូលសួរព្រះនាងខែម៉ាថាចុះព្រះនាងចង់ឲ្យទូលព្រះបង្គំធ្វើដូចម្ដេចចំពោះរឿងនេះព្រះនាងមានព្រះសុវណ្ណីថាចុះលោកមាមិនឃើញទេឬអីព្រះស្វាមីខ្ញុំវង្វេងនឹងនាងសុភ័ណ្ឌទាមិននឹកនាដល់ខ្ញុំសោះខ្ញុំខ្មាស់គេណាស់ព្រាហ្មណ៍ទូលថាសូមព្រះនាងទុកព្រះតីចោះទូលបង្គំនិងរិះរកឧបាយកលថ្វាយព្រាហ្មណ៍ទទួលសំណូកនោះហើយក៏ថ្វាយបង្គំលាទៅវិញហើយប្រាប់រឿងនេះទៅដល់ភរិយាឲ្យជួយគិតព្រាហ្មណ៍នេះបានផ្ដល់យោបល់ឲ្យប្តីថាឥឡូវនេះព្រះនាងសុផតទេវីកំពុងមានផ្ទៃពោះយើងត្រូវរកឈើមកឆ្លាក់ជារូបទារកទុកមួយអន្លើកសិនដល់ពេលព្រះនាងប្រសូតបុត្រកាលណាយើងត្រូវយកទារកឈើនោះទៅថ្វាយព្រះនាងខែម៉ាធ្វើឲ្យទ្រង់យកទារកមែនតែនយកទៅកប់ហើយយកទារកឈើមកប្រឡាក់ឈាមទៅថ្វាយព្រះមហាក្សត្រព្រះមហាក្សត្រមុខជាខ្ញាល់ហើយទ្រង់នឹងបំបោះបំបងនាងចោលព្រាហ្មណ៍ជាប្តីបានស្ដាប់ឧបាយកលភរិយាហើយក៏ពេញចិត្តណាស់ទៅគាល់ព្រះនាងខែម៉ាទូលពីរឿងនេះព្រះនាងខែម៉ាបានសន្តាប់ហើយមានចិត្តអពុនពេកបានសោកពួកទាសីជាបរិវាររបស់ព្រះនាងសុភ័ណ្ឌទេវីដើម្បីឲ្យជួយបិទបាំងជាការសម្ងាត់និងខ្នះខ្នែងអំពីរឿងនេះលុះព្រះនាងសុផតទេវីគ្រប់ខែក៏ប្រសូតបានព្រះរាជបុត្រភ្លោះគ្រានោះព្រះនាងរងទុក្ខវេទនាដោយកិច្ចប្រសូតជាខ្លាំងរហូតដល់សន្លប់បាត់ស្មារតីទាសីទាំងនោះបាននាំព័ត៌មាននេះទៅថ្វាយដល់ព្រះនាងខែម៉ាទេវីព្រះនាងខែម៉ាទេវីបានយកទារកមួយទៅដាក់ក្នុងក្តារមឈូសរួចយកទៅកប់ចោលក្នុងព្រៃទារកមួយទៀតបង្គាប់ឲ្យទាសីម្នាក់យកទៅដាក់ក្នុងធុងបណ្ដែតទឹកចោលក្នុងទន្លេខណៈនោះព្រះនាងសុផតទេវីកំពុងសន្លប់នៅឡើយព្រះនាងខែម៉ាទេវីក៏យកទារកឈើដែលធ្វើទុកយកមកប្រឡាក់ឈាមស្រស់របស់ម្ដាយហើយដាក់ផ្ដេកក្នុងចានមាសលុះព្រឹកឡើងទេវីដឹងស្មារតីឡើងវិញឃើញទៅបង្ហាញទារកនោះព្រះនាងទតឃើញរូបទារកឈើដូច្នេះក៏មានសេចក្តីងឿងឆ្ងល់ពន់ពេកទ្រង់មានព្រះសុវណ្ណីថាកូនមាសម្ដាយអើយកាលកូននៅក្នុងផ្ទៃម្ដាយកូនចេះតែកំរើកញឹកញាប់ចុះហេតុដូចម្ដេចបានជាសម្រាលមកជាឈើដូច្នេះហើយព្រះនាងព្រះកន្សែងសោកពិលៀបជាខ្លាំងជួនជាពេលនោះព្រះរាជស្វាមីមកដល់ព្រះនាងខែម៉ាទេវីបានយកទារកឈើមកថ្វាយព្រះស្វាមីទតទូលថាសូមទ្រង់ព្រះមេត្តាប្រោសនេះជាព្រះរាជបុត្ររបស់ព្រះអង្គដែលទៅនឹងប្រសូតព្រះរាជាត្រាស់សួរថាស្អីនឹងព្រះនាងខែម៉ាទូលថាសូមទ្រង់ព្រះមេត្តាប្រោសព្រះនាងសុភ័ណ្ឌទាទេវីបានប្រសូតបុត្រជាឈើសូមទ្រង់ជ្រាបទ្រង់ត្រាស់សួរនាងសម្រាលកូនមកជាឈើមែនដែរអីព្រះនាងខែម៉ាទូលថាសូមទ្រង់មេត្តាប្រោសសូមទ្រង់ហៅមកគុណគូមើលសិនចោះព្រះរាជាមានបន្ទូលទៅហៅតាហោថាមើលលោកតាពិជ័យហោរាស្ត្រីសម្រាលកូនជាតុក្កតាឈើដូច្នេះតើនឹងមានវិបត្តិអ្វីដែរតាហោថ្វាយទំនាយថាសូមទ្រង់មេត្តាប្រោស
ស្ត្រីដែលសម្រាលកូនជាឈើក្តីជាសត្វដេរឆានក្តីសុទ្ធតែជាស្រីកាល័យគិនីនឹងកើតមានឧបទ្រពចង្រៃក្នុងព្រះនគរមិនខានឡើយស្ដេចមានព្រះបន្ទូលសួរថាតើយើងត្រូវធ្វើដូចម្ដេចតាហៅទូលថាសូមទ្រង់ព្រះមេត្តាប្រោសទាល់តែទ្រង់បណ្ដែតពងពាយព្រះនាងចោលទៅឲ្យអស់ចង្រៃឧបទ្រពក្រាបទូលព្រះរាជាទ្រង់បានបង្គាប់ឲ្យអាមាត្យចាប់ព្រះនាងសុភ័ណ្ឌទាដាក់ក្នុងពងពាយព្រមទាំងស្បៀងអាហារផ្សេងយកទៅបណ្ដែតចោលក្នុងមហាសមុទ្រពងពាយនោះបានអណ្ដែតទៅដល់កោះមួយព្រះនាងបានឡើងទៅលើកោះនោះហើយបំពេញព្រះភ្នោះជាតាបោះសេនីស្នាក់ក្នុងអាស្រមមួយដែលទេវតាបាននិមិត្តថ្វាយដោយមេត្តានិយាយពីព្រះរាជបុត្រច្បងដែលទាសីយកទៅកប់ក្បែរគល់ឈើវិញលុះទេវបុត្របានឃើញដូច្នេះក៏ចុះពីវិមានជីកយកក្តារមឈូសបើកគម្របឡើងបានឃើញទារកមានរូបឆោមល្អអស្ចារ្យក៏មានចិត្តអាណិតមេត្តាណាស់បានពិនិត្យហេតុភេទដោយចក្ខុទិព្វក៏ដឹងព្រឹត្តិការណ៍សពគ្រប់ទើបទេវបុត្រ3ទារកនោះយកទៅចិញ្ចឹមរក្សាព្យាបាលដោយប្រពៃក្នុងវិមានរបស់លោកទារកបានធំធាត់ចម្រើនវ័យជាលំដាប់ប្រកបដោយរូបឆោមថ្លៃថ្លាជាទីពេញចិត្តនៃទេវបុត្រជាបិតាចិញ្ចឹមណាស់ទើបទេវបុត្រឲ្យព្រះនាមថាចៅវនេតកុមារព្រោះលោកបានថែរក្សាដោយប្រពៃហាក់ដូចជាដួងនេត្រានៃព្រះអង្គថ្លែងពីព្រះរាជបុត្រប្អូនដែលទាសីបណ្ដែតចោលក្នុងទឹកទន្លេវិញធុងនោះបានអណ្ដែតទៅតាមខ្សែទឹកហូរដល់រាបទៅដល់កំពង់នៃតាបោះមួយរូបឈ្មោះថាអាគីណេតជួនជាថ្ងៃនោះតាបោះត្រឡប់មកពីព្រៃវិញហើយលោកនិមន្តទៅកំពង់បំរុងនឹងស្រង់ទឹកបានឃើញធុងមួយអណ្ដែតទឹកហើយឮសូរសំឡេងក្មេងយំក៏ទ្រង់ចុះទៅពិនិត្យមើលស្រាប់តែឃើញទារកតូចនៅក្នុងធុងនោះលោកក៏យកទារកនោះមកចិញ្ចឹមក្នុងអាស្រមលោកលុះត្រាតែបានអាយុ1ឆ្នាំលោកបានសម្លឹងមើលដោយចក្ខុទិព្វបានជ្រាបព្រឹត្តិការណ៍សពគ្រប់ទើបលោកឲ្យព្រះនាមថាចៅវនុតកុមារនៅក្នុងព្រៃហេមពាន្តនោះមានតាបោះមួយរូបទៀតឈ្មោះកសិបបានកសាងអាស្រមនៅមាត់ស្រះបោខណីថ្ងៃមួយឥសីបានក្រឡេកឃើញផ្កាឈូកធំចម្លែកមួយនាកណ្ដាលស្រះទើបលោកនិមន្តចុះទៅពិនិត្យមើលផ្កានោះស្រាប់តែបានឃើញទារិកាមួយនៅក្នុងផ្ទៃផ្កាឈូកធំទើបលោកចាប់កាច់ផ្កាឈូកនោះយកមកទុកក្នុងអាស្រមហើយលោកបានចិញ្ចឹមថែរក្សាដោយប្រពៃរហូតកុមារីធំឡើងលុះនាងបានអាយុ16ឆ្នាំប្រកបដោយរូបឆោមសមឧត្តមថ្លៃថ្លាប្រៀបនឹងទេពអប្សរលោកក៏ដាក់ឈ្មោះឲ្យនាងថាបុស្បាហេតុនាងចាប់កំណើតនៅក្នុងការឈុកកាលនោះមានមេសេះមួយមកសម្រាលកូនឈ្មោលមួយនៅក្បែរអាស្រមលោកតាបានចិញ្ចឹមកូនសេះនោះទុកឲ្យបុស្បាជិះលេងកំសាន្តក្នុងព្រៃដើម្បីបេះផ្កានិងផល្លានុផលមកប្រគេនលោកតារាល់ថ្ងៃនិយាយពីទេវបុត្រដែលបានបីបាច់ថែរក្សាចៅវនេតកុមាររហូតដល់ធំដឹងក្តីទើបចៅវនេតសួរទៅទេវបុត្រជាឪពុកថាលោកពុកខ្ញុំមិនដែលឃើញអ្នកម្ដាយសោះតើអ្នកម្ដាយខ្ញុំនៅឯណាម្យ៉ាងវិញទៀតលោកឪពុកជាទេវបុត្រឯខ្លួនខ្ញុំជាមនុស្សតើព្រោះហេតុអ្វីទេវបុត្រក៏ថ្លែងប្រាប់អំពីរឿងរបស់ព្រះមេត្តាកន្លងមកឲ្យកុមារបានស្ដាប់សពគ្រប់កុមារបានស្ដាប់រឿងខ្លួនដូច្នេះក៏អណោចអធមណាស់
ដោយទ្រង់ចង់ឃើញព្រះមេដាក៏សួរឪពុកចិញ្ចឹមទៀតថាចុះធ្វើម្ដេចទើបអាចទៅជួបព្រះមេដាបានទេវបុត្រប្រាប់ថាបុត្រមិនអាចទៅជួបព្រះមេដាបុត្រឥឡូវនេះបានទេបុត្រត្រូវទៅស្នាក់រៀនសិលសាស្ត្រជាមួយនឹងកសិបតាបោះជាមុនសិនសឹមចេញទៅតាមរកព្រះមេដាបានសម្រេចហើយទេវបុត្របានប្រគល់ភារៈឲ្យរាជហង្សនាំព្រះរាជកុមារទៅកាន់សំណាក់កសិបតាបោះក្នុងខណៈនោះឯងរាជហង្សហោះហើរនាំព្រះរាជកុមារទៅដល់ទីអាស្រមកសិបតាបោះកសិបតាបោះបានជួបព្រះកុមារអំពីដំណើររឿងមករកលោកនិងជីវប្រវត្តិកុមារក៏ចូលទូលតបតាបោះតាមពាក្យដែលទេវបុត្របានថ្លែងប្រាប់កសិបតាបោះក៏មានសេចក្តីត្រេកអរបន្ទាប់មកនាងបុស្បានិងសេះក៏វិលត្រឡប់ពីព្រៃមកវិញបានគយគន់ចៅវនេតក៏មានសេចក្តីពេញចិត្តជាខ្លាំងនាងមិនបានសម្ដែងអាការៈស្នេហារបស់នាងឲ្យគេដឹងឡើយតែនាងធ្វើកិច្ចវត្តប្រតិបត្តិលោកតាដោយប្រក់ក្រដីឯចៅវនេតដោយក្តីគោរពលោកតាក៏មិនហ៊ានក្រឡេកមើលនាងពេញភ្នែកដែរក្រោយមកព្រះរាជកុមារនិងនាងតែងតែមានចិត្តស្នេហាគ្នាទៅវិញទៅមកជានិច្ចក្រោយមកទើបលោកតាបានជ្រាបអាសយដ្ឋាននៃអ្នកទាំងពីរយ៉ាងច្បាស់ហើយក៏លោកអធិដ្ឋានប្រកាសអញ្ជើញទេវតាទាំងឡាយមានព្រះឥន្ធាធិរាជជាដើមឲ្យមកជួបជុំក្នុងពិធីមង្គលនៃចៅប្រុសចៅស្រីរបស់លោកកាលនោះមានពពួកទេវតាព្រះឥន្ទមានស្ដេចចតុលោកទាំង4ទិសជាដើមបានមកជួបជុំនៅអាស្រមតាបោះដើម្បីទទួលភារៈជាអ្នករៀបចំពិធីមង្គលមានរោងការប្រដាប់ដោយគម្រោងការនានាអុចប្រទីបជ្វាលាចងព្យួរភួងផ្កាមានក្លិនក្រអូបសាយរៀបចំកំរាលប្រមូលមាសប្រាក់ពេជ្រនិលចិន្តាមកកោទុកព្រមទាំងភ្លេងដូរតន្ត្រីរីឯប៉ែកខាងពួកទេវតាមាននាងសុជាតាជាប្រមុខប្រដាប់ប្រដាបុស្បាដោយគ្រឿងអលង្ការដល់វិចិត្រផ្សេងឲ្យមានលំអងព្រឹមព្រៃដូចនាងទេពអប្សរអង្គុយលើគំនររតនៈទាំងនោះរីឯព្រះឥន្ធាធិរាជទ្រង់បានប្រដាប់ប្រដាចៅវនេតឲ្យមានលំអងស្រស់ដោយទេវបុត្រនាំចូលរោងមង្គលឲ្យអង្គុយលើគំនររតនៈដែរទេវតាទាំងឡាយដែលបានអញ្ជើញមកជួបជុំគ្នានៅទីនោះបានជូនពរជ័យដល់គូស្វាមីថាសូមឲ្យអ្នកទាំងពីរបានសេចក្តីសុខមនោរម្យកុំបីមានចាស់ជរានិងព្យាធិមកបៀតបៀនឡើយលុះសម្រេចមង្គលការហើយទេវតាទាំងឡាយបាននិមស្ការលាតាបោះត្រឡប់ទៅកាន់វិមានព្រះអង្គវិញកូនកំឡោះនិងកូនក្រមុំក៏បានរួមរស់មេត្រីស្នេហាជាទីមនោរម្យតាមប្រពៃណីនៃសត្វលោកនៅសំណាក់កសិបតាបោះក្រោយពីចៅវនេតបានសិក្សាសិលសាស្ត្រចប់សពគ្រប់ហើយក៏ទ្រង់នឹករលឹកដល់ព្រះវរមេដាជាខ្លាំងទើបត្រាស់ប្រាប់នាងបុស្បាតាមដំណើររឿងរបស់ទ្រង់ហើយស្រស់ស្រួលចិត្តគ្នាចូលទៅនិមស្ការលាលោកតាដើម្បីលោកជួយចង្អុលទិសតំបន់ដែលព្រះវរមេដាទ្រង់គង់នៅឯតាបោះមានចិត្តសប្បុរសបានហៅសេះមកផ្ដាំថាមនាលអសឹបចូលបានាំចៅទាំងពីរទៅទិសខាងជើងកុំបោះបង់ចោលគ្នាឲ្យសោះគូស្វាមីភរិយាក៏និមស្ការតាបោះធ្វើប្រតិសិនហើយទ្រង់សទឹកព្រះខ័នទឹកឡើងគង់លើអសឹប
នាំព្រះអង្គហោះសំដៅទៅភ្នំហេមពៀនចុះលើកំពូលភ្នំមួយអសិបបានទូលព្រះរាជកុមារថាបើមានការអន្តរាយអ្វីមួយកើតឡើងសូមឲ្យទ្រង់រលឹកដល់បង្គំកុំខានគូសង្សារថ្មីនាំគ្នាពព្រាតព្រៃជាទីខ្សេមខ្សានដេដាស់ដោយទេសភាពល្អត្រកាលគួរឲ្យចាប់អារម្មណ៍គួរឲ្យទស្សនាមិនចេះឆ្អែតឆ្អន់ព្រមទាំងបាក់សាបាក់សីទ្វេចតុបាទទាំងឡាយច្រើនអណែកប្លែកមិនអាចគណនាបានអ្នកទាំងពីរខ្សេមខ្សានសប្បាយក្រៃលែងនៅក្នុងព្រៃហេមពៀនមានបំណងជាទីណាស់នឹកដល់អសិទ្ធក៏នាំទ្រង់ទៅកាន់ទីនោះដូចបំណងភ្លេចនឹកនីដល់ព្រះវរមេដាអស់កំឡុងជាច្រើនខែថ្ងៃមួយចៅវនេតបុស្បាបាននាំគ្នាពពាតព្រៃលេងកំសាន្តរីករាយនៅលើភ្នំមួយដល់ពេលត្រឡប់ទើបនាំគ្នាចូលទៅផ្ទុំក្នុងសុវណ្ណគង្ហាមួយគ្រានោះមានទេវបុត្រមួយអង្គបានឃើញអ្នកទាំងពីរផ្ទុំលក់ដូច្នេះក៏បានជ្រាបស្ថានភាពសពគ្រប់ទើបគិតថាចៅវនេតកុមារដែលមកទីនេះដើម្បីស្វែងរកព្រះមេដាប៉ុន្តែដើរលេងព្រៃសប្បាយពេកភ្លេចបេសកកម្មរបស់ខ្លួនសូនឈឹងទៅហើយបើដូច្នេះគួរអាត្មាអញជួយសង្គ្រោះពួកគេឲ្យបានជួបនឹងមេដាហើយទេវបុត្របាននាំអ្នកទាំងពីរដែលកំពុងផ្ទុំលក់យ៉ាងស្កប់ស្កល់នោះហោះតាមអាកាសមកដាក់ក្បែរគល់ឈើមួយជិតអាស្រមនៃនាងសុផោទាតាបោះសនីក្នុងរាត្រីនោះនាងតាបោះសនីជាមេដាបានយល់សពយ៉ាងចម្លែកគឺនាងបានឃើញយក្ខិនីខ្មៅមួយបានមករកព្រះនាងចាប់ទាញយកពូវៀននាងចេញហើយយកទៅបាត់យូរអង្វែងណាស់ទើបយកពូវៀននោះមកបញ្ចូលក្នុងព្រះឧទរព្រះនាងវិញហើយទ្រង់តើនឡើងមិនយល់នៃសុបិននេះសោះក៏កើតទុកព្រួយព្រះតីដោយព្រះនាងមិនអាចយល់ថាសុបិនល្អឬអាក្រក់ដូចម្ដេចឡើយលុះព្រឹកឡើងព្រះនាងបានចេញពីអាស្រមបានជួបប្រទះនឹងក្សត្រីកំពុងតែផ្ទុំលក់ទើបព្រះនាងចូលទៅជិតបានឃើញធ្នូសនិងព្រះខ័នទើបព្រះនាងយកវត្ថុទាំងពីរនោះទៅលាក់នៅក្នុងគុម្ពព្រៃហើយត្រឡប់មកអាស្រមវិញចាំគយគុណកិរិយាអ្នកទាំងពីរនៅពេលដែលភ្ញាក់ឡើងអរុណរះពីទិសបូព៌ាចៅវនេតតើនឡើងក្រឡេកមើលទេសភាពនៅជុំវិញឃើញវិបលៈទាំងអស់ឆ្ងល់ណាស់ក៏ទ្រង់ដាស់នាងបុស្បាឲ្យរលឹកឡើងរោគធ្នូសនិងព្រះខ័នក៏បាត់ទៅទៀតទើបមើលមុខគ្នាហើយយំសោកទាំងពីរនាក់តាបោះសនីឃើញដូច្នេះក៏អាណិតអសូរទើបយាងចូលទៅរកព្រះកុមារទាំងពីរហើយត្រាស់សួរថាអ្នកទាំងពីរនាំគ្នាទៅណាមកណាបានជាមកដល់ទីនេះយើងខ្ញុំព្រះករុណាមកពីអាស្រមកសិបតាបោះដើម្បីរកព្រះមេដាចុះមេដាអ្នកនៅឯណាយើងខ្ញុំព្រះករុណាមិនដឹងថាទីលំនៅរបស់ទ្រង់នៅឯណាទេចុះមេដាមានឈ្មោះអ្វីដែរទ្រង់ព្រះនាមសុភន្តាទេវីចុះព្រះបិតាអ្នកឈ្មោះអ្វីដែរទ្រង់ព្រះនាមព្រះបាទចេតរាជសោយរាជនៅវិទេហនគរដែនកសិរដ្ឋចុះហេតុដូចម្ដេចបានជាព្រាត់ប្រាសគ្នាយ៉ាងដូចនេះចៅវនេតក៏បានពោលរៀបរាប់ពីជីវប្រវត្តិរបស់ទ្រង់និងព្រះវរមេដាតាមន័យដែលទេវបុត្រជាឪពុកចិញ្ចឹមបានប្រាប់សពគ្រប់តាបោះសនីសុភាវទាត់ព្រះសណ្ដាប់សេចក្តីរៀបរាប់របស់ចៅវនេតជាក់លាក់ច្បាស់ថាជាព្រះរាជបុត្ររបស់ព្រះនាងមិនមែនប្រសូតបុត្រជាកំណាត់ឈើដូចជាពាក្យមូលបង្កាច់របស់គេឡើយ
ទៅព្រះនាងស្ទុះទៅអោបរាជបុត្រាត្រាស់ថាយើងនេះហើយជាព្រះមេត្តារបស់អ្នកហើយទ្រង់ព្រះកន្សែងពិលាបដោយប្រការផ្សេងទាំង3អង្គដោយសេចក្តីអាណោចអាធមចំពោះវាសនារបស់ខ្លួនលុះស្វាងសេចក្តីទុកហើយព្រះរាជកុមារទូលព្រះមេត្តាថាឥឡូវធ្នូសនិងព្រះកាន់ទិព្វបានបាត់ទៅហើយទាំងសេះអសតក៏បាត់រូបទៅទៀតព្រះមេត្តាត្រាស់ថាធ្នូសព្រះកាន់ទិព្វរបស់កូនម្ដាយបានយកទៅទុកនៅឯក្នុងគុម្ពព្រៃឯណោះហើយតាបោសនីក៏ទៅយកវត្ថុទិព្វទាំងពីរមកឲ្យបុត្រវិញព្រះវនេតឃើញព្រះមេត្តាគង់នៅតែអង្គឯងដូច្នេះទើបចាប់ធ្នូសថ្លែងហើយអធិដ្ឋានបង្កើតជានគរមួយរំពេចនោះស្រាប់តែផុសប្រាសាទ3ឡើងនៅចំពោះមុខព្រះអង្គចំណេរកាលតមកបណ្ដាមហាជនទាំង4ទិសនិងពួកឈ្មួញសំពៅបានចេញចូលនៅកោះនោះកាន់តែច្រើនឡើងរហូតកើតបានជានគរធំមួយទើបគេសន្មតនគរថ្មីនោះថាសកលនគរប្រជាជននាំគ្នាទូលអញ្ជើញព្រះវនេតឲ្យឡើងគ្រងរាជ្យក្នុងនគរនោះទ្រង់ព្រះនាមថាព្រះបាទវនេតរាជទ្រង់តែងតែសង្គ្រោះមហាជនដោយសហត្ថវុធ4ប្រការទ្រង់បានស្ថិតនៅក្នុងទសពិធរាជធម៌ទាំង10ប្រការតាមរាជប្រពៃណីនៃព្រះមហាក្សត្រអំពីបុរាណចំណែកអសតត្រាច់ចរទៅស៊ីស្មៅនៅទីផ្សេងហើយត្រឡប់មកឯស្រះឆន្ទាមិនបានឃើញម្ចាស់ក៏កើតទុកព្រួយឥតឧបមាត្រាច់រុករោគសពជ្រោះជ្រលងដងអូសពព្រៃភ្នំជ្រលងក្រំថ្មក្នុងព្រៃហេមពៀននៅតែមិនប្រទះឃើញសេះក៏យំសោកអាឡោះអាឡៃព្រះរាជបុត្រទាំងពីរឥតលហែដោយសេះនោះជាសត្វស្លូតត្រង់ចំពោះចៅវាយនាយសេះក៏វិលទៅជួបលោកតាឯអាស្រមវិញកសិបតាបោះបានឃើញសេះក៏សួរថាអសតម្ដេចក៏ប្រស្ដែងមកចោលម្ចាស់ទៅវិញសេះក៏បានថ្លែងប្រាប់ការពិតទើបឥសីពិនិត្យមើលព្រឹត្តិការណ៍ដោយទិព្វចក្ខុក៏បានជ្រាបច្បាស់ថាព្រះវនេតនិងបុស្បាបានជួបជុំជាមួយនឹងព្រះវរមេត្តានៅលើកោះកណ្ដាលមហាសមុទ្រឯណោះទើបលោកប្រាប់សេះឲ្យតាមដំណើរថាបើឯងទៅដល់នគរព្រះរាជកុមារចូលឯងកុំអាលចូលទៅក្នុងព្រះនគរនោះភ្លាមអីត្រូវរងចាំខាងក្រៅនគរសិនពេលមហាជនបានឃើញឯងគេនឹងនាំគ្នាទៅទូលព្រះរាជកុមារព្រះរាជកុមារនឹងមករកឯងព្រោះទ្រង់ចង់ជួបចង់ឃើញឯងខ្លាំងណាស់អសតអ្នកមាសកាលាកសិបតាបោះហោះចំទិសដែលតាបោះបានចង្អុលប្រាប់ក៏បានទៅដល់នគរមួយនៅកណ្ដាលសមុទ្របានឃើញមនុស្សម្នាកុះកណាស់ទើបចុះទៅខាងក្រៅនគរឯប្រជាជនបានឃើញសេះសល្អអស្ចារ្យក៏និយាយគ្នាថាយើងនាំគ្នាចាប់សេះនេះទៅថ្វាយម្ចាស់យើងពួកគេក៏ព្រួតគ្នាចាប់អសតមិនព្រមឲ្យចាប់ថែមទាំងធាក់ប្រាយមនុស្សទាំងនោះក៏នាំសេចក្តីក្រាបទូលដល់ព្រះបាទវនេតរាជព្រះបាទវនេតរាជបានជ្រាបមានព្រះតីត្រេកអរណាស់ទើបស្ដេចចេញទៅរកអសតបានក្រឡេកឃើញទ្រង់ក៏បោលសំដៅមករកទ្រង់លុតក្រាបព្រះបាទព្រះរាជាហើយទូលរៀបរាប់ពីដំណើរបាត់ព្រះអង្គព្រះបាទវនេតរាជទ្រង់គង់លើសេះយាងទៅក្នុងនគរទ្រង់ឲ្យអសតនៅក្នុងរោង
ដែលបានសង់ឡើងជាពិសេសដល់វិចិត្រទៅដោយក្បាច់ចម្លាក់ល្អឆើតនិងវត្ថុមានតម្លៃផ្សេងៗព្រះរាជទេវីក៏ទ្រង់បានជ្រាបមានព្រះハរតីសោមនស្សរីករាយស្ដេចយាងទៅជួបនៅរោងមង្គលសេសក្សត្រាក្សត្រីបានរៀបចំពិធីអភិសេកតាំងនាមឲ្យសេសថាអសោតរាជលុះពេលរាត្រីស្ងាត់អសោតរាជតែងតែហោះទៅប្រកាសឃោសនាតាមនគរទាំងឡាយពីលើផ្ទៃអាកាសថាមនាអ្នកទាំងឡាយអើយបើអ្នករាល់គ្នាមិនមានសេចក្តីសុខសប្បាយក្នុងនគរនេះទេចូលអ្នករាល់គ្នាចេញទៅនៅក្នុងសកលនគរឯណោះចោះព្រោះព្រះបាទវនេតរាជជាស្ដេចទ្រង់មានទសពិធរាជធរព្រះតីសប្បុរសធម៌តែងតែសង្គ្រោះប្រជាជនដោយសហវុធទាំង4ប្រការជានិច្ចមនុស្សបានឮសូរសំឡេងពីអាកាសស្មានថាជាទេវតាដែលផ្សាយដំណឹងទើបនាំគ្នាជញ្ជូនកូនចៅទៅរស់នៅក្នុងសកលនគរទាំងឈ្មួញទឹកទាំងឈ្មួញគោកទាំងពួកសាមណេរព្រានក៏នាំគ្នាទៅនៅក្នុងនគរនោះច្រើនឡើងម្លោះហើយសកលនគរជាស្រុកថ្មីមួយមានសន្តិភាពហើយសម្បូរសប្បាយស្ដុកស្ដំណាស់ស្លេះត្រឹមនេះថ្លែងពីចៅវនុត្តកុមារជាប្អូនកាលដែលតាបោះអាគីនេតចិញ្ចឹមរក្សាបានព្រះជន្មមួយវស្សាគ្រានោះមានស្ដេចយៈមួយឈ្មោះអាគីសេតមានអគ្គមហេសីព្រះនាមរាជបុត្រីបាននាំគ្នាទៅកាន់សំណាក់អាគីនេតតាបោះជាសម្លាញ់ដើម្បីសួរសុខទុក្ខហើយឃើញកុមារទូចនោះក៏សួរថាលោកបានកុមារនេះមកពីណាឥសីតបថាអាត្មារើសកុមារនេះមកពីក្នុងធុងមួយអណ្ដែតទឹកឯមហេសីនៃក្រុងយៈទូលឥសីថាខ្ញុំព្រះករុណាគ្មានកូនម្នាក់សោះខ្ញុំព្រះករុណាចង់សុំកូននេះយកទៅចិញ្ចឹមតាបោះអាគីនេតក៏បានយល់ព្រមស្ដេចយៈចិញ្ចឹមចៅវនុត្តកុមារទុកជាកូនដរាបដល់ព្រះជន្ម16វស្សាទ្រង់ប្រកបដោយរូបឆោមល្អស្អាតហាក់ដូចជាទេវបុត្រជាទីសពព្រះរាជហឫទ័យនៃព្រះបិតាចិញ្ចឹមពន់ពេកថ្ងៃមួយចៅវនុត្តកុមារចូលទៅគាល់ព្រះមាតាហើយទូលសួរថាព្រះមាតាទ្រង់មានរូបរាងជាទេពធីតាឯព្រះបិតាជាយៈហេតុដូចម្ដេចបានជារូបកូននេះជាមនុស្សទៅវិញព្រះវរមាតាមានព្រះសុវណ្ណន័យថាណែបុត្រសម្លាញ់ឯងជាបុត្ររបស់តាបោះអាគីនេតម្ដាយបានសុំលោកយកកូនមកចិញ្ចឹមតាំងពីបុត្រនៅទូចម្លេះហេតុនេះហើយបានជាបុត្រមានរូបរាងជាមនុស្សលោកថ្ងៃមួយព្រះកុមារទូលព្រះមាតាថាទូលបង្គំចង់ទៅជួបតាបោះណាស់មាតាទូលថាបុត្រកុំអាលទៅនៅពេលនេះអីចាំថ្ងៃក្រោយយើងនឹងទៅសួរលោកតាទាំងអស់គ្នាចាប់តាំងពីថ្ងៃនោះមកចៅវនុត្តកុមារចេះតែរំពឹងក្នុងចិត្តជានិច្ចថាអ្នកណាជាមាតាបិតាបង្កើតរបស់ទ្រង់ដោយក្តីកតញ្ញូនៃព្រះកុមារបណ្ដាលឲ្យរំជួលដល់ព្រះឥន្ធាធិរាជទ្រង់បាននិមិត្តអាត្មាជាសត្វសារិកាមួយមកទុំនៅលើសីហបញ្ជាហើយនិយាយថាចៅវនុត្តកុមារខ្ញុំស្គាល់បិតារបស់ទ្រង់ចង់ដឹងដែរឬទេព្រះកុមារបានស្ដាប់ទ្រង់ត្រេកអរយ៉ាងខ្លាំងក៏សុំឲ្យបក្សីសារិកានិយាយប្រាប់សារិកាក៏បានដំណើរពីជីវប្រវត្តិរបស់ទ្រង់តាំងពីកើតរហូតមកដល់ក្នុងសំណាក់នៃក្រុងយៈជាបិតាចិញ្ចឹមបក្សីថាហើយហើរចេញទៅបាត់តាំងពីទ្រង់បានដឹងពីជីវប្រវត្តិមកទ្រង់កើតទុក្ខព្រួយ
គិតដល់ព្រះរាមនាំឲ្យទ្រង់កាន់តែព្រួយព្រះរាជហឫទ័យហើយនឹករលឹកដល់ព្រះមេដាឥតលហែព្រះភ័ក្ត្រស្រពាប់ស្រពោនជានិច្ចពួកស្រីភីលៀងដែលថែរក្សានាំគ្នាទូលសួរពីក្តីទុកព្រួយផ្សេងតែទ្រង់មិនព្រមថ្លែងប្រាប់សោះទើបស្រីភីលៀងទាំងអស់នោះនាំគ្នាក្រាបទូលដល់ព្រះមេដាព្រះមេដាលួងលោមថាបុត្រអើយសូមបុត្រកុំកើតទុក្ខអីកូនគ្មានមេដាបិតាឯណាក្រៅពីរូបម្ដាយនិងព្រះបាទអគ្គិសិទ្ធិរាជសូមបុត្រឈប់កើតទុក្ខទៀតទៅព្រះរាជកុមារបានសន្តាប់ពាក្យលួងលោមដូច្នេះកាន់តែកើតទុក្ខឡើងថែមទៀតកាន់តែនឹកដល់ព្រះមេដាទ្រង់ខ្លាំងឡើងបណ្ដាលឲ្យរំជួលដល់ព្រះឥន្ធាធិរាជម្ដងទៀតទើបទ្រង់ត្រាស់បង្គាប់ឲ្យព្រះវិសុទ្ធកម្មទេវបុត្រឲ្យនិមិត្តជារាជបក្សីកងោកនាំព្រះរាជបុត្រទៅកាន់សំណាក់តាបសអាគីនេតចាំមិនបានព្រោះព្រះរាជកុមារធំពេញរូបកំឡោះទៅហើយតាបសអាគីនេតសួរថាមាននប់ឈ្មោះអ្វីមកពីណាហើយមានការអ្វីដែរព្រះរាជកុមារថ្វាយបង្គំតាបសហើយទូលថាខ្ញុំព្រះករុណាឈ្មោះចៅវនុតកុមារជាបុត្រព្រះបាទអគ្គិសិរាជតាបសសួរទៀតថាបិតាខឹងបណ្ដេញចៅចេញឬមួយចៅនឹករលឹកដល់តាបានជាខំសង្វាតមកដល់ទីនេះព្រះរាជកុមារក៏បានពិពណ៌នាអំពីការរំពឹងគិតកើតក្តីសង្ស័យក្នុងចិត្តនិងសម្ដីបក្សីបាននិយាយប្រាប់ជូនជាទីសន្តាប់ហើយទ្រង់សួរតាបសថាសូមលោកតាមេត្តាប្រាប់អាស័យដ្ឋាននៃព្រះមេដាបង្កើតដើម្បីឲ្យទៅតាមរកឲ្យបានជួបប្រទះតាបសចិត្តសប្បុរសទូលថាព្រះកុមារនៅសិក្សាសិលវិជ្ជាសិនសឹមចេញទៅតាមរកព្រះមេដាទើបបានសម្រេចព្រះរាជកុមារព្រមទទួលឱវាទរបស់តាបសដោយស្មោះហើយទ្រង់ហៅរាជបក្សីមកផ្ដាំថាចូលបក្សីត្រឡប់ទៅនគរយើងវិញហើយទូលព័ត៌មាននេះដល់ព្រះមេដាបិតាយើងឲ្យទ្រង់ជ្រាបផងឯបក្សីក៏ហើសម្ដៅទៅបុរីនៃក្រុងយក្សក្នុងខណៈនោះឯងពួកស្រីភីលៀងក្រោយពីបានភ្ញាក់ឡើងពុំបានឃើញចៅវនុតកុមារក៏ផិតភ័យភ្ញាក់ផ្អើលជ្រួលច្របល់ចាត់គ្នាតាមរកគ្រប់ទីកន្លែងក៏ពុំឃើញសោះទើបនាំគ្នាឡើងក្រាបទូលដល់ព្រះនាងរាជបុត្រីឲ្យបានជ្រាបព័ត៌មាននេះព្រះបាទអគ្គិសិរាជនិងអគ្គមហេសីព្រះកន្សែងសោយសោកព្រះរាជកុមារយ៉ាងក្រៃលែងទើបទ្រង់ចាត់អាមាត្យសពមុខមន្ត្រីឲ្យទៅតាមរកគ្រប់ច្រកល្ហកក៏ពុំបានជួបប្រទះក៏ទ្រង់ព្រះតម្រេះប្រហែលជាព្រះរាជបុត្រទៅរកតាបសអាគីនេតិដឹងពេលនោះរាជបក្សីក៏មកដល់ហើរទៅគាល់ទ្រង់ក្រាបទូលថ្លែងព័ត៌មានពីព្រះរាជបុត្រដែលបានទៅដល់អាស្រមអាគីនេតសូមសិក្សាសិលសាស្ត្រដើម្បីស្វែងរកមេដាបង្កើតបើបានសម្រេចកាលណាទើបព្រះអង្គធ្វើមាតុភូមិនិវត្តន៍សូមព្រះមេដាបិតាកុំទន្ទឹងឡើយព្រះបាទអគ្គិសិទ្ធិរាជនិងព្រះមហេសីបានស្ដាប់ព័ត៌មានបក្សីហើយទ្រង់ក៏បានស្រាកស្រានពីសេចក្តីទុក្ខសោកនិងសេចក្តីអាឡោះអាល័យចំពោះព្រះរាជបុត្រហើយទ្រង់នាំព្រះមហេសីទៅកាន់សំណាក់តាបសទ្រង់ឲ្យព្រះរាជបុត្រព្រះសេរសាត្រាស់ថាកូនសម្លាញ់មាសឪពុកហេតុអ្វីក៏កូនលួចរត់មិនប្រាប់នរណាឲ្យដឹងសោះអញ្ចឹងយើងទាំងពីរនាក់កើតទុក្ខសោកសង្រេងមហិមាលុះត្រាតែបានជួបនឹងរាជបក្សីទើបបានដឹងព័ត៌មានពីកូន
រីកុមារទូលថាសូមទ្រង់ព្រះមេត្តាប្រោសសូមព្រះរាជទានទោសដែលទូលព្រះបង្គំមិនបានថ្វាយបង្គំលាដោយខ្លាចក្រែងព្រះបិតាមិនអនុញ្ញាតឥឡូវនេះទូលបង្គំសូមនៅសិក្សាសិលវិជ្ជាក្នុងសំណាក់តាបោះសិនក្សត្រទាំងពីរអង្គមានព្រះទ័យសោមនស្សណាស់ទើបត្រាស់ថាបើកូនចង់តាមរកព្រះមេត្តាក៏តាមចិត្តកូនចោះប៉ុន្តែចូលកូនយកសេះមโนម័យយកទៅធ្វើជាមិត្តគ្រាន់បានជាគ្នាព្រោះគេអាចជួយកូនគ្រប់ពេលវេលាហើយព្រះបិតាបានប្រទានព្រះខ័ននិងធ្នូសមានបន្ទូលទៅកាន់បុត្រថាព្រះខ័ននិងធ្នូសនេះមានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់នឹងអាចការពារបុត្រគ្រប់ឧបសគ្គទាំងអស់បើបុត្រប្រាថ្នាអ្វីនឹងបានសម្រេចទើបក្សត្រទាំងពីរអង្គមនសិការលាព្រះតាបោះត្រឡប់ទៅកាន់បុរីនៃទ្រង់វិញមួយឆ្នាំកន្លងផុតទៅព្រះវនុតកុមារបានសិក្សាសិលសាស្ត្រចេះសពគ្រប់ក៏ទ្រង់លាតាបោះទៅតាមរកព្រះមេត្តាហើយសូមឲ្យទ្រង់ចង្អុលប្រាប់ទិសនិងអាសយដ្ឋានរបស់ព្រះមេត្តាព្រះតាបោះបានពិនិត្យមើលដោយទិព្វចក្ខុទូលថាហើយព្រះកុមារចូលទ្រង់ចេញទៅទិសខាងកើតនិងបានទៅដល់សកលនគរដែលព្រះបាទវនេតព្រះរាមមានបញ្ញាធាធិនិងចេស្តាបារមីអស្ចារ្យទ្រង់បានគ្រប់គ្រងរាជក្នុងនគរនោះកាលណាទ្រង់បានទៅដល់ហើយសូមបញ្ជូនតែមโนម័យឲ្យចូលទៅចោះហើយសេះនឹងសេះនឹងចរចាជាមួយគ្នាព្រះរាមនិងព្រះមេត្តាជ្រាបសេចក្តីនឹងចេញមកជួបទ្រង់មិនខានព្រះរាជកុមារនិមស្ការលាតាបោះទ្រង់ព្រះខ័ននិងធ្នូសឡើងគង់លើខ្នងមโนម័យនាំហោះសំដៅទៅទិសខាងកើតតាំងពីព្រឹករហូតដល់ថ្ងៃរសៀលទើបបានទៅដល់មហាស្រះមួយតាំងនៅក្នុងព្រៃធំនោះព្រះរាជកុមារចុះស្រង់ទឹកក្នុងស្រះដកមើមឈូកទ្រង់បេះផល្លាព្រៃសោយព្រះកាយាស្ងោយហើយទ្រង់ផ្ទុំសម្រានព្រះកាយក្រោមម្លប់ឈើនៅមាត់ស្រះឯមโนម័យចេញស្វែងរកស្មៅនៅទីវាលបាត់ទៅគ្រានោះស្ដេចវីរុនាគរាជគ្រងរាជនៅឋានភុជង្គនាទ្រង់មានអគ្គមហេសីព្រះនាមវិមលាទេវីហើយទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គព្រះនាមសុមុតោជាទេវីថ្ងៃមួយស្ដេចឡើងពីពិភពនេះមកកាន់មហាស្រះនេះបានតតឃើញព្រះវនុតកុមារកំពុងផ្ទុំលក់ទ្រង់គិតថាកុមារនេះមានរូបឆោមឧត្តមសមគ្នានឹងធីតាអញណាស់ដូច្នេះអញនាំកុមារនេះទៅឋានភុជង្គនាទ្រង់បានបីព្រះរាជកុមារដែលកំពុងផ្ទុំលក់ទៅដាក់ក្នុងវិមានរបស់ទ្រង់ត្រាស់ប្រាប់ព័ត៌មានដល់ព្រះមហេសីបន្ទោសព្រះស្វាមីថាហេតុអ្វីក៏ទ្រង់នាំមនុស្សដែលមិនស្គាល់ពូជពងវងត្រកូលមកកាន់ឋានរបស់យើងដូច្នេះបើពួកបរិស័ទគេដឹងគេនឹងរិះគន់នាំឲ្យមានក្តីអាម៉ាស់មុខមិនខានឡើយលុះព្រះរាជកុមារតើនឡើងតតឃើញទេសភាពចម្លែកអស្ចារ្យក៏គិតថាអញដេកនៅក្នុងព្រៃតែម្នាក់ឯងដូចម្ដេចបានជាមកនៅឋានដល់ចម្លែកនេះទៅវិញទ្រង់ទូលស្ដេចនាគថាតើនគរនេះឈ្មោះអ្វីមនាមានុបទីនេះជាពិភពនេះយើងបាននាំឯងមកតើឯងឈ្មោះអ្វីទៅខ្ញុំបាទឈ្មោះចៅវនុតកុមារជារាជបុត្រស្ដេចអាគីសិទ្ធរាជព្រះមេត្តាព្រះនាមរាជបុត្រីចុះហេតុដូចម្ដេចបានជាអ្នកមកដេកក្នុងព្រៃតែម្នាក់ឯងទៅវិញ
ព្រះរាជកុមារបានពរនាពីការកំសត់តាំងពីកើតមករហូតដល់ធ្វើដំណើរចេញទៅតាមរកព្រះមាតាបង្កើតជាមួយនឹងមនោម័យហើយផ្ទុំលក់នៅមាត់ស្រះដូចទ្រង់បានទតឃើញស្ដេចនាគទ្រង់ព្រះកន្សែងដោយក្តីអាណិតអាសូរទ្រង់បានលួងលោមព្រះរាជកុមារឲ្យបានសះស្បើយពីទុក្ខព្រួយផ្សេងហើយទ្រង់អភិសេកព្រះរាជធីតារបស់ទ្រង់ឲ្យសេពសោយទិព្វសម្បត្តិនៅឋាននាគពិភពដោយសេរីតាំងពីពេលនោះមកព្រះរាជកុមារបានទទួលសុខសុភមង្គលហើយសេចក្តីក្សេងខ្សាន្តដោយរីករាយត្រាតែភ្លេចនឹកនាដល់មនោម័យនិងភ្លេចនឹកនាដល់ព្រះវរមេតា3 ខែកន្លងមកទើបព្រះរាជកុមារនឹកឃើញដល់បេសកកម្មរបស់ខ្លួនហើយកើតទុក្ខក្រៀមក្រំលែងសប្បាយចិត្តដូចមុនទៀតទើបព្រះនាងសុមន្តាជាសួរព្រះស្វាមីអំពីដំណើរទុក្ខព្រួយនេះព្រះស្វាមីបានពោលរៀបរាប់អំពីបំណងប៉ុនប៉ងទៅតាមរកព្រះមេតាឲ្យព្រះជាយាបានជ្រាបសពគ្រប់ព្រះនាងសុមន្តាជាសុំតាមហែព្រះស្វាមីព្រះស្វាមីទ្រង់ខាត់ព្រះនាងក្រែងជួបប្រទះនឹងគ្រោះថ្នាក់ផ្សេងក្នុងកំឡុងពេលធ្វើដំណើរគូស្វាមីភរិយានាំគ្នាចូលក្រាបថ្វាយបង្គំព្រះមាតាបិតានិងទូលទៅតាមរកព្រះមាតាបង្កើតនៅឋាននោះស្ដេចនាគបានខាត់បុត្រសន្និសានិងបុត្រមិនឲ្យទៅតាមរកព្រះមាតានោះទេដោយទ្រង់ចាត់ពួករាជបរិវារសេនានាគឲ្យចេញទៅស្វែងរកកាលបើបានជួបប្រទះនៅទីណាសឹមត្រឡប់មកឲ្យដឹងដល់រាជបុត្រវិញចៅវនុតកុមារទ្រង់ព្រះសន្តាប់យោបល់នេះហើយក៏ទ្រង់គង់នៅស្ងៀមដោយសេចក្តីគោរពដល់ស្ដេចនាគ2-3 ថ្ងៃកន្លងផុតទៅព្រះរាជកុមារទ្រង់បានព្រះសុបិនយ៉ាងចម្លែកក្នុងអាត្រាតរាត្រីគឺព្រះតាបសអាគីនេតបាននិមិត្តចូលមកក្នុងប្រាសាទរបស់ទ្រង់ហើយមានវាចាស្ដីបន្ទោសថាណែវនុតកុមារបានផ្ទុំសុខមនោរម្យជាមួយនឹងភរិយាមិននឹកនាដល់ក្តីកតញ្ញូឥឡូវបែរជារីករាយត្រេកត្រអាលនឹងក្តីស្នេហានឹងនាងនាគីទៅវិញលុះទ្រង់តើនឡើងក៏ទ្រង់គិតថាលោកតាមានចិត្តមេត្តាចំពោះរូបអញណាស់បានជាលោកនិមន្តមកដាស់តឿនទូលមានដូច្នេះព្រះវនុចកុមារក្រោកឡើងមនីទ្រង់ទតឃើញព្រះជាយាកំពុងផ្ទុំលក់ទ្រង់ចាប់ព្រះខ័ននិងធ្នូសជ្រែកដីឡើងមកឋានមនុស្សលោកទ្រង់វង្វេងវិលវល់ក្នុងព្រៃតែម្នាក់ឯងរោគមនោម័យក៏ពុំឃើញព្រោះឃ្លាតឆ្ងាយពីកន្លែងចាស់ដែលទ្រង់បានផ្ទុំលក់រាត្រីនោះទ្រង់ក៏ផ្ទុំសម្រាកនៅក្បែរគល់ឈើធំមួយដើមព្រឹកឡើងទ្រង់ធ្វើដំណើរក្នុងព្រៃព្រឹក្សាអស់កំឡុងយូរអង្វែងណាស់ទ្រង់បានជួបប្រទះនឹងគ្រោះថ្នាក់ធំស្ទើរតែបាត់បង់ជីវិតដោយគ្រាយៈចាប់ដាក់ទ្រង់ដែកបំរុងយកទៅសម្លាប់តែដោយសារមហិទ្ធិឫទ្ធិធ្នូសព្រះខ័នទិព្វធ្វើឲ្យទ្រង់ទទួលជ័យសិរីមង្គលដល់ឧត្តមគ្រប់ពេលវេលាកំឡុងពេលនោះស្ដេចយៈបានរៀបអភិសេកបុត្រីឈ្មោះសុវណ្ណគន្ធាជាមហេសីព្រះវនុចកុមារហើយឲ្យទ្រង់ឡើងគ្រងរាជ្យនៅនគរនោះក្រោយមកទ្រង់បានជួបមនោម័យជាទីនាងជាសេះរបស់ទ្រង់ហើយមនោម័យទ្រង់នាំហោះទៅតាមរកព្រះជន្មនីដរាបមកដល់នគរមួយស្ថិតនៅលើកោះនាកណ្ដាលមហាសមុទ្រទើបទ្រង់ប្រាប់អាសោតឲ្យបន្ទាបខ្លួនចុះ
ទើបទ្រង់គិតថានេះហើយជានគរព្រះវរមេដារបស់ទ្រង់ទើបទ្រង់បញ្ជាមនោម័យឲ្យចុះទៅដីចិត្តសាលាខាងក្រៅនគរហើយទ្រង់យាងចូលទៅក្នុងសាលានោះគ្រានោះមានមហាជនអ្នកដំណើរបានចូលទៅអង្គុយនិយាយគ្នាលេងជាទីកំសាន្តខាងក្នុងសាលានោះដែរទើបព្រះវនុចកុមារត្រាស់សួរថានគរនេះឈ្មោះដូចម្ដេចនេះជានគរថ្មីរបស់ព្រះបាទវនេតរាជទ្រង់បានសាងថ្វាយព្រះវរមេដាព្រះនាមសុភ័ណ្ឌទាទេវីហៅថាសកលនគរចុះពីដើមទ្រង់នៅនគរណាហេតុដូចម្ដេចបានជាស្ដេចយាងមកគង់នៅក្នុងនគរថ្មីនេះព្រះវរមេដាជាព្រះរាជបុត្រីនៃស្ដេចកេណរាជជាអគ្គមហេសីនៃព្រះបាទជេតរាជក្នុងវិទេហននគរបានប្រសូតព្រះរាជបុត្រភ្លោះព្រះអគ្គមហេសីដើមរបស់ស្ដេចបានក្លែងយកឈើមកធ្វើជាព្រះរាជបុត្រព្រះនាងហើយយកព្រះរាជបុត្រទាំងពីរអង្គទៅសម្លាប់មួយអង្គដាក់ក្នុងក្តារមឈូសមួយអង្គទៀតដាក់ក្នុងធុងបណ្ដែតទឹកចោលរីឯព្រះរាជបុត្រដែលគេដាក់ក្នុងក្តារមឈូសរុក្ខទេវតាបានជីកកកាយយកមកចិញ្ចឹមរក្សាឲ្យឈ្មោះថាចៅវនេតកុមារដល់ធំដឹងក្តីទ្រង់ទៅចេញស្វែងរកព្រះមេដាបានជួបហើយក៏កសាងនគរនេះថ្វាយព្រះវរមេដាឯទ្រង់បានឡើងគ្រងរាជ្យនៅនគរថ្មីនេះទ្រង់ព្រះនាមថាព្រះបាទវនេតរាជាព្រះរាជកុមារមានព្រះទ័យសោមនស្សក្រៃលែងទើបទ្រង់ត្រាស់ប្រាប់ជនទាំងនេះថាកូនដែលបានដាក់ក្នុងធុងបណ្ដែតទឹកនោះគឺជារូបខ្ញុំនេះឯងហើយទ្រង់ត្រាស់សួរទៀតថាធ្វើដូចម្ដេចទើបខ្ញុំបាទជួបនឹងព្រះវរមេដាបានសូមទ្រង់ត្រាស់សុំអនុញ្ញាតមហាអាមាត្យចូលទៅគាល់ព្រះរាជាតោះក្នុងរាត្រីនោះព្រះរាជកុមារផ្ទុំលក់សម្រាកព្រះកាយក្នុងសាលានោះឯងព្រឹកឡើងមនោម័យត្រាច់ចរទៅក្នុងទីផ្សេងចូលនានុជនបានឃើញសេះមានរូបឆោមល្អក៏នាំគ្នាដេញចាប់ប៉ុន្តែចាប់មិនបានសោះទៅក្រាបទូលព័រមានដល់ព្រះរាជាព្រះរាជាទ្រង់បញ្ជាឲ្យបញ្ចេញអក្សររបស់ទ្រង់ទៅជួបនឹងមនោម័យអក្សរជាសេះបានទៅជួបជាសួរថាណែបងមកពីនគរណាខ្ញុំមកពីនគរយៈចុះមកក្នុងទីនេះមានការអ្វីដែរខ្ញុំមកជាមួយនឹងចៅហ្វាយខ្ញុំត្រាច់តាមរកព្រះវរមេដាតើចៅហ្វាយបងឈ្មោះអ្វីទ្រង់ព្រះនាមវនុតកុមារចុះព្រះវរមេដាព្រះបិតាព្រះនាមអ្វីហេតុដូចម្ដេចបានជាព្រាត់ប្រាសគ្នាដូច្នេះមនោម័យបានថ្លែងសារស័ព្ទប្រាប់អក្សរគ្រប់សពទើបអក្សរលាមនោម័យត្រឡប់ចូលក្នុងនគរវិញហើយបានថ្លែងសេចក្តីប្រាប់អាមាត្យអ្នកខ្វៀលឲ្យនាំសេចក្តីក្រាបបង្គំទូលព្រះបាទវនេតរាជតាមដំណើររឿងសពគ្រប់ព្រះរាជាទ្រង់ឡើងគង់លើអក្សរព្រះទីនាំងទ្រង់យាងចេញពីនគរអមដោយបរិវារតាមហែព្រះអង្គសំដៅទៅសាលានោះព្រះវនុនកុមារបានទតឃើញក៏ជឿជាក់ថានេះហើយជាព្រះរាមរបស់ទ្រង់ទើបទ្រង់ចេញទៅថ្វាយបង្គំក្រាបបាទាព្រះរាជាហាក់មានព្រះទ័យតក់ស្លុតកើតឡើងចំពោះព្រះអនុជក្នុងខណៈនោះទើបទ្រង់ត្រាស់សួរនាមព្រះមេដាព្រះបិតានិងជីវប្រវត្តិសពគ្រប់ព្រះបាទវនេតរាជទ្រង់យល់ដោយទ្រង់ជឿថាព្រះរាជកុមារនេះពិតជាព្រះអនុជរបស់ព្រះអង្គមែនទើបទ្រង់ឲ្យព្រះអនុជ
ទ្រង់ព្រះកន្សែងដោយសេចក្តីវិបយោគព្រាត់ប្រាសគ្នាមកអស់រយៈកាលដ៏យូរអង្វែងទើបបានជួបជុំគ្នានៅគ្រានេះហើយទ្រង់នាំព្រះអនុជចូលទៅថ្វាយបង្គំព្រះមាតាព្រះមាតាទ្រង់ជឿជាក់ថាជាព្រះរាជបុត្ររបស់ព្រះនាងទាំងគូព្រោះមានរូបឆោមដូចគ្នាបេះបិទឥតល្អៀងឡើយទើបទ្រង់អោបព្រះរាជបុត្រទ្រង់ព្រះកន្សែងពិលាបដោយប្រការផ្សេងព្រះបាទវនេតជាព្រះរាមទ្រង់បានថ្លែងធ្នូសទិព្វបង្កើតទិព្វវិមានដល់វិចិត្រមួយប្រទានទៅព្រះអនុជហើយទ្រង់តាំងព្រះអនុជក្នុងតំណែងជាឧបរាជព្រះរាជានិងឧបរាជតែងតែទៅគាល់បម្រើព្រះមាតាដោយកតញ្ញូនិងសេចក្តីគោរពដល់ខ្ពង់ខ្ពស់រៀងរាល់ថ្ងៃចំណេរតមកព្រះវនុជឧបរាជទ្រង់បាននឹករលឹកដល់ព្រះសុមន្តទានិងសុវណ្ណគុន្ធាទ្រង់មានបំណងចង់បានព្រះទេពីទាំងពីរអង្គមកនៅបម្រើព្រះមាតាទើបទ្រង់ចូលគាល់ព្រះមាតានិងព្រះរាមព្រះមាតានិងព្រះរាមក៏ទ្រង់បានអនុញ្ញាតតាមបំណងព្រះអនុជព្រះវនុជកុមារយាងទៅកាន់ឋានភុជង្គនាគក្រាបទូលព្រះមាតាបិតាក្មេកសុំនាងសុមន្តាជាទេវីឡើងមកឋានមនុស្សទ្រង់នាំព្រះទេពីឡើងគង់លើសេះមនោម័យជាមួយនឹងមហេសីហោះសំដៅទៅព្រះនាងសុវណ្ណគុន្ធារាជធីតានៃស្ដេចក្រុងយក្សហើយទ្រង់នាំព្រះទេពីទាំងពីរអង្គទៅថ្វាយបង្គំព្រះមាតានិងព្រះរាមតាមប្រពៃណីក្សត្រទាំង3អង្គគង់ក្នុងទិព្វវិមានដែលព្រះបាទវនេតទ្រង់បានព្រះរាជទានកាលដែលទ្រង់ទើបមកដល់ពីដំបូងក្នុងពេលរាត្រីមួយព្រះវនុជឧបរាជទ្រង់ព្រះសុបិន្ថាមានបុរសធំម្នាក់កាន់អាវុធចូលមកកាត់ព្រះបាទទារបស់ទ្រង់រួចរត់ទៅបាត់ទ្រង់បានទៅតាមរកព្រះបាទទាតែរកពុំឃើញសោះដល់ទ្រង់ចេញទៅទិសខាងលិចទ្រង់បានជួបនឹងព្រះវរបិតាព្រះវរបិតាក៏បានប្រទានបាទទាមកតភ្ជាប់ដូចដើមវិញព្រះវនុជកើតតើនឡើងទ្រង់រំពឹងគិតថាសុបិននេះចម្លែកណាស់ទើបទ្រង់យាងទៅក្រាបទូលព្រះរាមត្រាស់ថាណែអនុជព្រះបាទទាអនុជគឺដំរីព្រះទីនាងបើអនុជទៅតាមរកនឹងបានដំរីនោះមកវិញព្រះអនុជឧបរាជទូលថាបពិតរាជាទូលព្រះបង្គំសូមថ្វាយបង្គំលាព្រះរាមទៅតាមរកដំរីសូមផ្ញើនារីពីររូបក្នុងដំណាក់ព្រះរាមផងហើយព្រះវនុជយាងទៅថ្វាយបង្គំព្រះមាតាទូលពីដំណើរសុបិនហើយទ្រង់ទូលសួរព្រះវរមាតាថាតើព្រះបិតាទ្រង់មានរូបសន្តានដូចម្ដេចហើយមានព្រះនាមអ្វីគង់នៅក្នុងនគរណាព្រះមាតាក៏បានថ្លែងរៀបរាប់ប្រាប់ព្រះរាជបុត្រនិងជីវប្រវត្តិរបស់ព្រះបាទជេតរាជឯព្រះរាជបុត្របានជ្រាបសពគ្រប់ព្រះរាជបុត្រទូលទៅថាទូលព្រះបង្គំសូមថ្វាយបង្គំលាព្រះមាតាទៅតាមរកព្រះទីនាងកញ្ជេហើយនិងទៅរកព្រះបិតាផងព្រះវរមាតាត្រាស់ថាណែបុត្របើនាងខែមាបានដឹងពីរឿងកូនទៅរកព្រះបិតាមុខជាគេឲ្យមនុស្សមកសម្លាប់កូនមិនខានឡើយដូច្នេះចូលកូនកុំទៅអីព្រះវនុជកុមារថ្វាយបង្គំលាព្រះមាតាហើយត្រឡប់ចូលទៅក្នុងប្រាសាទរបស់ទ្រង់ហើយទ្រង់យកធ្នូសព្រះកាន់ទិព្វត្រាស់បញ្ជាឲ្យអាមាត្យនាំមនោម័យមកថ្វាយទ្រង់ត្រាស់នឹងសេះថាណែបងសេះយើងចង់ទៅរកកញ្ជានិងព្រះបិតាយើងក្នុងពេលនេះឥឡូវហើយទ្រង់គង់ឡើងលើមនោម័យនាំហោះសំដៅទៅទិសខាងលិច
បានរុករកកញ្ជោហត្តីសពព្រៃនំក្រំថ្មទាំងឡាយក៏រកពុំឃើញសោះត្រាតែបានចូលទៅក្នុងដែនកសិរដ្ឋកាលនោះមានព្រានព្រៃម្នាក់ដើររកបាញ់សត្វនៅក្នុងព្រៃបានប្រទះនឹងដំរីមួយនៅក្នុងវងដំរីព្រៃទើបនាំសេចក្តីក្រាបទូលព្រះបាទចេតរាជទ្រង់បានបញ្ជាឲ្យពួកម៉ដំរីលើកគ្នាចេញទៅតាក់ដំរីសនោះលុះតាក់បានដំរីនេះហើយក៏ចងទុកនៅកន្លែងមួយឯព្រះវនុតឧបរាជគង់លើសេះហោះឡើងទៅលើអាកាសពេលនោះទ្រង់បានតតឃើញដំរីជាប់ចំណងក៏ទ្រង់ចាំបានទើបទ្រង់ត្រាស់នឹងមនោម័យថាដំរីនេះដូចជាកញ្ចររបស់យើងដូច្នេះចូលយើងចុះទៅតាមមើលឲ្យច្បាស់បើជាដំរីយើងមែនវានឹងចូលមករកយើងទ្រង់ចុះពីខ្នងមនោម័យស្ដេចចេញទៅត្រាស់ហៅដំរីនោះដំរីបានឮព្រះសូរសៀងទើបផ្ដាច់ចំណងស្ទុះមករកទ្រង់ចំណែកខាងពួកម៉ត្រម៉ាក់ដំរីដែលនៅថែរក្សាក៏ភ្ញាក់ផ្អើលហើយនាំគ្នាដេញតាមតាក់ដំរីមកវិញតែចាប់មិនបានទើបនាំគ្នាទៅក្រាបទូលព្រះចេតរាជថាសូមទ្រង់ព្រះមេត្តាប្រោសឥឡូវនេះមានមាណពម្នាក់មកហៅដំរីបានផ្ដាច់ចំណងទៅតាមគេបាត់ទៅហើយព្រះរាជាក្រេវក្រោធយ៉ាងខ្លាំងត្រាស់បង្គាប់អាមាត្យទាំងឡាយឲ្យលើកគ្នាទៅតាមចាប់មាណពសម្លាប់ចោលពួកអាមាត្យប្រដាប់អាវុធគ្រប់ដៃលើកពលចេញទៅចាប់ព្រះវនុចឧបរាជព្រះវនុចឧបរាជត្រាស់សួរថាណែពួកអ្នករកគ្នាអ្នកឯងកាន់អាវុធរលេះរលាស់មកធ្វើអ្វីពួកអាមាត្យស្រែកថាណែអាចោរកំណាចហេតុអ្វីក៏ប្រស្ដែងហ៊ានលួចដំរីរបស់ស្ដេចអញមិនទុកជីវិតឲ្យប្រស្ដែងឡើយព្រះវនុចទ្រង់ក្រវីព្រះខ័នឡើងពួកអាមាត្យក៏ផិតភ័យតក់ស្លុតនាំគ្នារត់ទៅក្រាបទូលព្រះរាជាឲ្យជ្រាបព្រះរាជាទ្រង់ធ្នូសស្ដេចចេញដោយព្រះអង្គឯងត្រាស់ថាណែអាចោរចិត្តខ្មៅប្រស្ដែងលួចដំរីអញយកទៅណាព្រះវនុចត្រាស់ថាប្រស្ដែងឯងទេជាចៅនោះដំរីនេះចុះព្រេងរត់ចេញពីរោងមកយើងមកតាមរោគជាច្រើនថ្ងៃណាស់មកហើយទើបបានជួបប្រទះនៅក្នុងព្រៃនេះព្រះរាជាទ្រង់ខ្ញាល់មហិមាទ្រង់ត្រាស់ថាអញនឹងកាត់ក្បាលឯងឥឡូវហើយទ្រង់ថ្លែងសទៅនោះគឺក៏คล้ายជាចំណីផ្សេងមួយរំពេចព្រះវនុចទ្រង់ថ្លែងសទឹបសងទៅវិញសនោះក៏คล้ายទៅជាកម្រងការទឹបនិងคล้ายជាទៀនធុបប្រតិតជ្វាលាជាដើមក្សត្រទាំងពីរអង្គទ្រង់បានតតឃើញសដែលមានមហិទ្ធិឫទ្ធិប្រែប្រួលខុសប្រក្រតីដូច្នេះក៏កើតសេចក្តីតក់សោតព្រះハរតីទើបទ្រង់ត្រាស់ប្រស្រ័យសួរនាមគ្នាទៅវិញទៅមកព្រះបាទចេតរាជសួរមាណពថាមនាលមាណពតើអ្នកមាននាមដូចម្ដេចដែរខ្ញុំឈ្មោះវនុតកុមារចុះទ្រង់មានព្រះនាមដូចម្ដេចដែរយើងឈ្មោះព្រះបាទចេតរាជចុះឯងជាបុត្ររបស់អ្នកណាព្រះមេដាទូលព្រះបង្គំព្រះនាមសុភ័ណ្ឌទាទេវីចុះទ្រង់គង់នៅនគរណាដែរយើងជាស្ដេចគ្រងរាជក្នុងដែនកសិរដ្ឋចុះបិតាអ្នកឈ្មោះអ្វីនៅក្នុងនគរណាដែរព្រះរាជកុមារទ្រង់ព្រះចិន្តាថាព្រះរាជានេះពិតជាព្រះបិតារបស់អញទើបទូលតបវិញថាទូលព្រះបង្គំព្រាត់ប្រាសពីព្រះបិតាតែសពថ្ងៃនេះទូលព្រះបង្គំនៅសកលនគរជាមួយនឹងព្រះមេដានិងព្រះរាមហេតុដូចម្ដេចបានជាព្រាត់ប្រាសពីបិតាព្រះវនុចបានទូលសារស័ព្ទតាមពាក្យបក្សីសារិកានិងពាក្យព្រះមេដាសពគ្រប់ដល់ព្រះអង្គ
ព្រះបាទចេតរាជទ្រង់ព្រះសន្តាប់ពីជីវប្រវត្តិនោះហើយក៏ទ្រង់បោះធ្នូចោលហើយស្ទុះទៅអោបព្រះវនុចត្រាស់ថាកូនមាសឪពុកនេះហើយជាបិតារបស់អ្នកទ្រង់ព្រះកន្សែងសោយសោកដោយក្តីវិមយោគព្រោះអាណិតព្រះមហេសីទ្រង់បានសុំទោសព្រះរាជបុត្រហើយត្រាស់បន្តទៀតថាតើព្រះមេដាបុត្រនៅឯណាសូមបុត្រនាំបិតាទៅជួបនឹងព្រះមេដាបុត្រផងបន្ទាប់មកព្រះវនុចកុមារនិងព្រះបាទចេតរាជទ្រង់ឡើងលើព្រះទីនាំងនាំហោះសំដៅទៅលើសកលនគរឯសេះមនោម័យកូនបានហោះដង្ហែតាមក្រោយព្រះរាជាផងដែរក្សត្រទាំងពីរអង្គបានទៅដល់សកលនគរដោយសុវត្ថិភាពព្រះវនុចបាននាំព្រះបិតាទៅកាន់ប្រាសាទរបស់ទ្រង់រីឯព្រះនាងសុវណ្ណគុន្ធានិងព្រះនាងសុមុតជាបានចូលទៅថ្វាយបង្គំព្រះបិតាក្មេកតាមទំនៀមព្រះរាជាទ្រង់បានទតឃើញប្រាសាទព្រះរាជបុត្រមានលំអដល់វិចិត្រដូចទឹកវិមានទ្រង់នឹកសរសើរបុណ្យបារមីព្រះរាជបុត្រណាស់ព្រះវនុចឧបរាជបានចូលគាល់ព្រះបាទវនេតរាជហើយទូលថាទូលបង្គំតាមរកទីនាំងឃើញក្នុងដែនកសិរដ្ឋហើយបានជួបនឹងព្រះបិតាថែមទាំងបានប្រយុទ្ធគ្នាដោយធ្នូសតែសព្រះបិតាខ្លាចជានំចំណីឯសទូលព្រះបង្គំខ្លាចជាកំរងការជាការអស្ចារ្យចម្លែកណាស់ហើយតាំងចោទសួរគ្នាអំពីពូជពងវងត្រកូលទីបំផុតទើបបានដឹងថាជាឪពុកនឹងកូនសោះដោយព្រះបិតាចង់ជួបនឹងព្រះមេដាពេកទើបទ្រង់សុំឲ្យទូលបង្គំនាំទ្រង់មកនគរព្រះរាមនេះព្រះរាមក៏យាងទៅគាល់ថ្វាយបង្គំព្រះបិតានៅឯប្រាសាទឧបរាជព្រះរាជាមានព្រះតីសោមនស្សក្រៃលែងដែលទ្រង់បានជួបនឹងព្រះរាជបុត្រទាំងគូរបស់ព្រះអង្គទ្រង់ដំណើររឿងដើមដែលបណ្ដាលឲ្យព្រាត់ប្រាសគ្នាអស់កាលដ៏យូរអង្វែងឲ្យព្រះរាជបុត្រទាំងពីរអង្គស្ដាប់ទ្រង់បានសុំទោសព្រះរាជបុត្រទាំងពីរអង្គចំពោះកំហុសអតីតកាលរបស់ព្រះអង្គឯព្រះវនុចក៏បានក្រាបទូលបិតាថាកាលដែលទូលបង្គំប្រយុទ្ធនឹងព្រះបិតានោះសូមព្រះបិតាព្រះរាជទានអភ័យទោសឲ្យទូលព្រះបង្គំផងព្រះនាងសុភន្តាទេវីកាលបើទ្រង់ជ្រាបថាព្រះស្វាមីស្ដេចយាងមកដល់ហើយទ្រង់ព្រះចិន្តាថាគួរអាត្មាអញទៅថ្វាយបង្គំទ្រង់មិនបាច់ឲ្យទ្រង់យាងមករកអាត្មាអញដល់ដំណាក់ឡើយហើយព្រះនាងយាងទៅប្រាសាទព្រះរាជបុត្រថ្វាយបង្គំព្រះរាជស្វាមីទ្រង់ព្រះកន្សែងពិលាផ្សេងខ្ញុំម្ចាស់មានជីវិតរស់នៅដល់សពថ្ងៃនេះដោយសារព្រះរាជបុត្រទាំងពីរនេះហើយបើគ្មានពួកគេទេប្រហែលជាខ្ញុំម្ចាស់បាត់បង់ជីវិតទៅហើយព្រះរាជាមិនអាចទប់ព្រះសំណោកនេះបានឡើយទ្រង់អោបព្រះរាជទេពីត្រាស់សុំទោសដោយប្រការផ្សេងទីបំផុតក្សត្រាក្សត្រីក៏បានរួមមេត្រីស្នេហាដូចដើមឡើងវិញគ្រានោះក្សត្រទាំង7ព្រះអង្គគឺព្រះបាទចេតរាជព្រះនាងសុភន្តាទេវីព្រះរាជបុត្រទាំង2អង្គនិងព្រះរាជសន្និសាទាំង3អង្គបានសេពសោយសម្បត្តិជាទីមនោរម្យមិនបាននឹករលឹកដល់នគររបស់ខ្លួនឡើយព្រះបាទវនេតរាជនិងព្រះឧបរាជបានឡើងគាល់ព្រះវរបិតាទូលថាទូលព្រះបង្គំចង់ធ្វើដំណើរទៅទស្សនានៅវិទេហនគរព្រះបិតាត្រាស់ថាតែបុត្រត្រូវប្រជុំពួកពលយោធាសិនសុំលើកគ្នាចេញទៅលុះបានជួបជុំព្រមព្រៀងគ្នាហើយទើបក្សត្រាក្សត្រីទាំង7អង្គស្ដេចចេញពីសកលនគរតាមផ្លូវទឹកដរាបទៅដល់ព្រំដែន
នៃកសិរដ្ឋឯពលសេនារបស់ព្រះបាទជេតរាជដែលលើកកងមកច្បាំងនឹងព្រះវនុចកុមារដោយរឿងដណ្ដើមយកដំរីសនោះមិនទាន់បានចូលនគរវិញទេបានសង់បន្ទាយរាយជំរុំរងចាំស្ដាប់ព័ត៌មាននៅទីនោះលុះបានឃើញកងទ័ពពីក្រៅចូលមកដូច្នេះក៏បានប្រុងប្រៀបតទល់ប៉ុន្តែពេលបានឃើញព្រះរាជារបស់ខ្លួនក៏លើកទ័ពចូលទៅហែហមព្រះអង្គទាំងអស់គ្នាទៅលុះទៅដល់វិទេហនគរព្រះរាជាទ្រង់នាំព្រះមហេសីសុភន្តាទេវីនិងព្រះរាជបុត្រព្រមទាំងព្រះសន្និសាចូលទៅក្នុងព្រះរាជដំណាក់ទ្រង់ត្រាស់ហៅអាមាត្យរក្សាព្រះមន្ទីរនិងពួកស្រីទាសីនាំព្រះនាងសុភន្តាទេវីនិងពួកស្នំហើយទ្រង់បង្ហាញព្រះមហេសីត្រាស់សួរថាអ្នករាល់គ្នាស្គាល់ព្រះនាងម្នាក់នេះទេពួកជនទាំងនោះឃើញហើយចាំបានក៏ប៉ងទៀបព្រះបាទព្រះនាងយំសោកទាំងអស់គ្នាព្រះរាជាត្រាស់ថាព្រះរាជបុត្រមិនមែនជាកំណាត់ឈើទេគឺជាមនុស្សពិតទ្រង់បានបង្ហាញព្រះរាជបុត្រទាំងពីរគ្រានោះព្រះប្រជាជនបានដឹងពីដំណឹងនេះក៏នាំគ្នាខឹងនឹងព្រះនាងខេមាទេវីណាស់អ្នកខ្លះជេរប្រតិចផ្ដាសាអ្នកខ្លះថាត្រូវតែធ្វើទោសឲ្យរាងចាលចំណែកពួកទាសីរបស់ព្រះនាងខេមាទេវីបានដឹងពីរឿងនេះក៏នាំសេចក្តីទូលដល់ព្រះនាងខេមាទ្រង់ផិតភ័យខ្លាំងពេកក៏ដួលសន្លប់បាត់ស្មារតីទៅឯព្រះនាងសេរីសោកាជារាជធីតារបស់ព្រះនាងខេមាបានឃើញដូច្នេះក៏ផិតភ័យណាស់ត្រាស់ហៅអកយាចាស់ទុំប្រោះប្រោចស្រោចទឹកអប់ព្រះកាយទើបព្រះនាងមានព្រះស្មារតីឡើងវិញក្រោយមកព្រះរាជាទ្រង់បានចាត់ចែងប្រាសាទរាជដ្ឋានដល់ព្រះរាជបុត្រហើយទ្រង់ឲ្យប្រជុំស្នើស្រីងាទាសីនិងអាមាត្យសពមុខមន្ត្រីហើយទ្រង់ត្រាស់សុំឲ្យព្រះនាងសុភន្តាទេវីនិងព្រះរាជបុត្រទាំងពីរអង្គថ្លែងរឿងរ៉ាវទាំងប៉ុន្មានដែលបណ្ដាលមកពីអំពើពងរត់ពងរាស់នៃមនុស្សអសធរអសប្បុរសធរចិត្តខ្មៅសោមនស្សបានជាព្រះរាជវង្សរបស់ព្រះអង្គត្រូវរងទុក្ខវេទនាដោយក្តីវិបយោគនិរះព្រាត់ប្រាសគ្នាអស់កាលដ៏យូរអង្វែង7ថ្ងៃក្រោយមកព្រះនាងខេមាមិនបានចូលគាល់ព្រះរាជាសោះដោយព្រះនាងប្រឈួនផ្ទុំតែលើកាឡាបន្ទុំជានិច្ចព្រះរាជាទ្រង់ជ្រាបព័ត៌មាននេះហើយទើបទ្រង់បង្គាប់ទាសីម្នាក់ឲ្យទៅទូលព្រះនាងថាព្រះរាជាក្តីព្រះនាងសុភន្តាទេវីក្តីឥតខឹងសម្បានឹងព្រះនាងទេទ្រង់ត្រាស់ថាយើងព្រាត់ប្រាសនិរះគ្នានេះគឺដោយសារបុព្វកម្មរបស់យើងពីព្រេងនាយមកប្រសិនបើយើងធ្វើទោសព្រះនាងយើងនឹងមានកម្មពៀវេរានឹងគ្នាទៅឆ្ងាយទៀតព្រះនាងបានសន្តាប់ព្រះរាជឱវាទនោះហើយក៏បានសង្ឃឹមក្តីទុក្ខព្រួយមានសេចក្តីត្រេកអរមហិមាទ្រង់ក្រោកទៅស្រង់ទឹកសោយក្រយាដោយប្រក់ក្រដីល្មមមានកម្លាំងពលំហើយទៅព្រះនាងចូលទៅបង្គំគាល់ព្រះរាជាចំណែកព្រះនាងសុភន្តាក៏បានព្រះរាជទានគ្រឿងអលង្ការមានតម្លៃច្រើនណាស់ដល់ព្រះនាងខេមាព្រះនាងសុភន្តាបានត្រាស់បញ្ជាក់ទៀតថាចាប់ពីថ្ងៃនេះតទៅខ្ញុំក្តីព្រះនាងក្តីយើងទាំងពីរនាក់ត្រូវចេះស្រឡាញ់គ្នាឡើងវិញកំហុសតូចធំទាំងប៉ុន្មានត្រូវបំភ្លេចចោលចំណែកខ្លួនខ្ញុំគ្មានញាតិសន្តានម្នាក់សោះប៉ុន្តែមានទ្រព្យសម្បត្តិច្រើនខ្ញុំចង់ប្រទានទ្រព្យសម្បត្តិនិងគ្រឿងអលង្ការដល់ក្រុមព្រះញាតិរបស់ព្រះនាង
សូមព្រះនាងត្រាស់ហៅព្រះញាតិទាំងនោះមកចោះព្រះនាងខែមាបានផ្សព្វផ្សាយព័ត៌មាននេះដល់ក្រុមញាតិនាំគ្នាចូលមកទទួលព្រះរាជទានទ្រព្យយ៉ាងកុះករចំណែកជនមិនមែនជាញាតិដោយក្តីលោភលន់ចង់បានព្រះរាជទ្រព្យក៏បានសោកប៉ាន់សុំឲ្យគេដាក់ឈ្មោះជាក្រុមញាតិនឹងព្រះនាងខែមាលុះបានជួបជុំគ្នាហើយព្រះរាជាទ្រង់ឲ្យចាប់ជនទាំងនោះឃុំខ្លួនទុករងចាំថ្ងៃកាត់ទោសប្រហារជីវិតទ្រង់ឲ្យគេជីករណ្ដៅត្រឹមកបញ្ជូនជនទាំងនោះទៅដាក់ក្នុងរណ្ដៅលុបដីពេញហើយយកចំបើងគប់ដុតភ្លើងហើយទ្រង់ឲ្យយករនាស់ដែកមករស់ពីលើជនទាំងនោះថែមទៀតចំណែកនាងខែមាគេយកកំបិតយ៉ាងមុតមកអាសាច់ដាក់ខ្ទះជៀនបញ្ចុកក្នុងមាត់ឲ្យស៊ីត្រាតែស្លាប់ទៅព្រះរាជាទ្រង់បានប្រកាសឲ្យប្រជារាស្ត្រឈប់ធ្វើការងារនាំគ្នាច្រៀងរាំលេងមហោស្រពនាំគ្នាប្រដាប់តុបតែងព្រះនគរឲ្យរុងរឿងថ្លៃថ្លាពួកអ្នកនគរនាំគ្នាលេងមហោស្រពកំសាន្តសប្បាយអស់កំឡុង3ខែតអំពីនោះមកមានធ្វើពិធីរាជាភិសេកព្រះវនុចកុមារឲ្យឡើងគ្រងរាជសម្បត្តិនៅដែនកសិរដ្ឋស្នងពីព្រះបិតាព្រះបាទចេតរាជនិងព្រះបាទវនេតព្រមទាំងព្រះអគ្គមហេសីស្ដេចយាងត្រឡប់ទៅសកលនគរវិញចំណេរតមកព្រះបាទចេតរាជទ្រង់សោយទីវង្គតទៅព្រះបាទវនេតរាជបានចាត់ចែងព្រះរាជពិធីបូជាសពតាមព្រះរាជប្រពៃណីឯព្រះនាងបុស្បាទ្រង់ប្រសូតព្រះរាជបុត្រមួយអង្គក្រុមញាតិថ្វាយព្រះនាមថាបុស្នេតកុមារលុះចម្រើនវ័យ16ព្រះវស្សាព្រះបិតាប្រគល់រាជសម្បត្តិដល់ព្រះបុស្នេតកុមារឲ្យឡើងគ្រងរាជហើយទ្រង់ចេញទៅព្រះភ្នោះជាឥសីនៅព្រៃហេមពានស្ដេចឥតបានវិលត្រឡប់មកនគរវិញឡើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ហើយក៏សូមជួយ Subscribe និង Follow Page ម្នាក់មួយដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូថ្មីបន្តទៀត